កងទ័ពអ៊ីស្រាអែលវាយលុកចូលទឹកដីប្រទេសលីបង់យ៉ាងជ្រៅបំផុតដោយដណ្ដើមកាន់កាប់បន្ទាយយោធាប្រវត្តិសាស្ត្រ Beaufort កងកម្លាំងការពារជាតិអ៊ីស្រាអែលបានវាយលុកចូលកាន់កាប់បានសម្រេចហើយនៅប្រាសាទ Beaufort ឬ Beaufort Castle ដែលជាចំណុចយុទ្ធសាស្ត្រយោធាដ៏សំខាន់បំផុតស្ថិតនៅលើកំពូលភ្នំក្បែរទីក្រុង Nabateye ភាគខាងត្បូងនៃប្រទេសលីបង់នេះបញ្យងតាមការចុះផ្សាយរបស់សារព័ត៌មាន CTV News កាលពីថ្ងៃទី31ខែឧសភាឆ្នាំ2026ការវាយសម្រុកចូលគ្រប់គ្រងបន្ទាយប្រវត្តិសាស្ត្រដ៏រឹងមាំមួយនេះត្រូវបានគេកត់សម្គាល់ថាជាការឈ្លានពានចូលទឹកដីប្រទេសលីបង់យ៉ាងជ្រៅបំផុតមិនធ្លាប់មានក្រោយពីអ៊ីស្រាអែលបានដកទ័ពចេញអស់រយៈពេល26ឆ្នាំខណៈដែលការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ Hezbollah នៅតែបន្តរីករាលដាលយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបង្ហាញថាកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថាប្រតិបត្តិការយោធានៅតំបន់ជួរភ្នំ Beaufort និងជ្រលងភ្នំស៊ូលូគីនេះគឺធ្វើឡើងក្នុងគោលបំណងកំទេចរចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah ដើម្បីលុបបំបាត់ការគំរាមកំហែងដោយផ្ទាល់មកលើប្រជាពលរដ្ឋអ៊ីស្រាអែលហើយពួកគេបានត្រៀមរួចជាស្រេចក្នុងការបន្តប្រតិបត្តិការយោធាបន្ថែមទៀតប្រសិនបើចាំបាច់ជាការបង្ហាញពីជោគជ័យនេះលោក Avichai Adrai អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានបង្ហោះរូបភាពទាហានអ៊ីស្រាអែលនៅលើបណ្ដាញសង្គម X ដែលបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងឈរជើងនៅតំបន់ប្រាសាទ Beaufort នោះជាមួយគ្នានោះដែរលោកអ៊ីស្រាអែលកាត់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលក៏បានប្រកាសជាផ្លូវការផងដែរថាទាហានអ៊ីស្រាអែលបានបង្ហូរទង់ជាតិរបស់ខ្លួននៅលើកំពូលប្រាសាទ Beaufort រួចរាល់ហើយគួររំលឹកផងដែរថាប្រាសាទ Beaufort គឺជាចំណុចយុទ្ធសាស្ត្រយោធាដ៏មានឥទ្ធិពលដែលអ៊ីស្រាអែលធ្លាប់បានវាយកាន់កាប់ម្ដងរួចមកហើយកាលពីឆ្នាំ1982និងបានគ្រប់គ្រងរហូតដល់ដកទ័ពវិញនៅឆ្នាំ2000ការវាយលុកជាថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងបើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីថ្ងៃទី17មេសាឆ្នាំ2026កន្លងទៅហើយក៏ដោយហើយព្រឹត្តិការណ៍នេះបានរុញច្រានឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងមុនពេលដែលកិច្ចចរចាសន្តិភាពជាថ្មីរវាងអ៊ីស្រាអែលនិងលីបង់គ្រោងនឹងធ្វើឡើងនៅទីក្រុង Washington សហរដ្ឋអាមេរិកនាថ្ងៃទី2ដល់ថ្ងៃទី3ខែមិថុនាខាងមុខនេះខ្ញុំមុនីវ៉ាន់ពី RT News